ធម្មធាតុសិល្បៈនៃការរស់នៅប្រកបដោយសុភមង្គលគោលការណ៍ដ៏អមតៈសម្រាប់ការផ្លាស់ប្ដូរជីវិតសន្តិភាពផ្លូវចិត្តនិងជីវិតដែលពោរពេញដោយអត្ថន័យផ្នែកទី1ការយល់ដឹងអំពីធម្មជាតិនិងចិត្តជំពូកទី1កម្លាំងដែលមើលមិនឃើញនៅក្នុងធម្មជាតិនិងចិត្តមនុស្សការណែនាំអំពីពិភពដែលមើលមិនឃើញមនុស្សជាតិជាទូទៅតែងតែតាក់ទាញចំពោះអ្វីដែលពួកគេអាចមើលឃើញយើងវាស់វែងប្រៀបធៀបនិងវាយតម្លៃពិភពលោកតាមរយៈរូបរាងដែលអាចមើលឃើញភ្នំទន្លេអាគារមនុស្សនិងផ្កាយទាំងឡាយសុទ្ធតែជាផ្នែកមួយនៃពិភពជាក់ស្ដែងដែលនៅជុំវិញយើងប៉ុន្តែកម្លាំងដ៏មានឥទ្ធិពលបំផុតមួយចំនួននៅក្នុងសកលលោកគឺជាកម្លាំងដែលមើលមិនឃើញយើងមិនអាចមើលឃើញទំនាញផែនដីបានទេប៉ុន្តែវារក្សាឲ្យជើងរបស់យើងជាប់នឹងផែនដីយ៉ាងរឹងមាំយើងមិនអាចមើលឃើញដែនម៉ាញេទិកបានទេប៉ុន្តែវាមានឥទ្ធិពលលើចលនារបស់វត្ថុរាប់មិនអស់យើងមិនអាចមើលឃើញរលកវិទ្យុបានទេប៉ុន្តែវាបញ្ជូនព័ត៌មានឆ្លងកាត់ទ្វីបទាំងឡាយយើងមិនអាចមើលឃើញសេចក្តីស្រឡាញ់ការភ័យខ្លាចក្តីសង្ឃឹមឬជំនឿបានទេប៉ុន្តែកម្លាំងដែលមើលមិនឃើញទាំងនេះបានជះឥទ្ធិពលដល់ជីវិតមនុស្សគ្រប់រូបពិភពដែលអាចមើលឃើញគ្រាន់តែជាផ្នែកមួយនៃការពិតប៉ុណ្ណោះនៅពីក្រោយព្រឹត្តិការណ៍ដែលអាចមើលឃើញនីមួយៗមានបណ្ដាញនៃឥទ្ធិពលដែលមើលមិនឃើញកំពុងដំណើរការធម្មជាតិប្រព្រឹត្តទៅតាមគោលការណ៍លាក់កំបាំងនិងថាមពលដ៏ស្រទន់ដូចគ្នានេះដែរចិត្តមនុស្សក៏មានដំណើរការដែលមើលមិនឃើញដែលកំណត់ការយល់ឃើញអាកប្បកិរិយាទំនាក់ទំនងនិងវាសនាជីវិតផងដែរមនុស្សជាច្រើនចំណាយពេលពេញមួយជីវិតក្នុងការស្វែងយល់អំពីពិភពខាងក្រៅប៉ុន្តែបែរជាមិនសូវយកចិត្តទុកដាក់ចំពោះពិភពខាងក្នុងដែលជាប្រភពនៃបទពិសោធន៍ជីវិតរបស់ពួកគេតាមពិតទៅការយល់ដឹងអំពីខ្លួនឯងគឺជាជំហានដំបូងនៃការយល់ដឹងអំពីជីវិតនៅពេលយើងចាប់ផ្ដើមស្វែងយល់អំពីវិមាត្រដែលមើលមិនឃើញនៃអត្ថភាពយើងនឹងរកឃើញថាការពិតនៃជីវិតមានភាពជ្រាលជ្រៅជាងអ្វីដែលភ្នែកមើលឃើញអ្វីដែលយើងគិតមានអារម្មណ៍ជឿនិងយល់ឃើញបានជះឥទ្ធិពលទៅលើរបៀបដែលយើងទទួលបទពិសោធន៍ពីពិភពលោកជុំវិញខ្លួនដំណើរនៃការស្វែងយល់អំពីខ្លួនឯងចាប់ផ្ដើមពីការយល់ដឹងដ៏សាមញ្ញមួយថាមិនមែនអ្វីៗទាំងអស់ដែលមានពិតសុទ្ធតែអាចមើលឃើញនោះទេការប្រៀបធៀបអំពីខ្យល់ឧទាហរណ៍ដ៏សាមញ្ញមួយនៃកម្លាំងដែលមើលមិនឃើញគឺខ្យល់គ្មាននរណាម្នាក់បានឃើញខ្យល់ដោយផ្ទាល់នោះទេយើងឃើញស្លឹកឈើរេរាំតាមចលនារបស់ខ្យល់យើងមើលឃើញពពករសាត់កាត់ផ្ទៃមេឃយើងសង្កេតឃើញរលកកើតឡើងនៅលើផ្ទៃសមុទ្រប៉ុន្តែអ្វីដែលយើងមើលឃើញពិតប្រាកដនោះគឺជាឥទ្ធិពលរបស់ខ្យល់មិនមែនខ្យល់ខ្លួនឯងឡើយកម្លាំងនៅតែមើលមិនឃើញខណៈដែលឥទ្ធិពលរបស់វាបានលេចចេញឲ្យឃើញជីវិតក៏ដំណើរការតាមរបៀបស្រដៀងគ្នានេះដែរបទពិសោធន៍ជាច្រើនដែលយើងជួបប្រទះគឺជាការបង្ហាញឲ្យឃើញនៅលទ្ធផលនៃមូលហេតុដែលមើលមិនឃើញភាពជឿជាក់លើខ្លួនឯងសេចក្តីសប្បុរសកំហឹងឬការភ័យខ្លាចរបស់មនុស្សម្នាក់ប្រហែលជាមិនអាចមើលឃើញដោយផ្ទាល់បានទេប៉ុន្តែឥទ្ធិពលរបស់វាត្រូវបានបង្ហាញតាមរយៈពាក្យសម្ដីសកម្មភាពនិងទំនាក់ទំនងជាមួយអ្នកដទៃខ្យល់បានបង្រៀនយើងនៅមេរៀនដ៏សំខាន់មួយថាកម្លាំងដែលយើងមើលមិនឃើញអាចបង្កើតលទ្ធផលដែលអាចមើលឃើញបានពេលព្យុះដ៏ខ្លាំងក្លាមួយកំពុងខិតជិតមកដល់ខ្យល់អាចរំលើងដើមឈើនិងផ្លាស់ប្ដូរទិដ្ឋភាពនៃតំបន់ទាំងមូលដូចគ្នានេះដែរកម្លាំងខាងក្នុងដ៏មានឥទ្ធិពលអាចផ្លាស់ប្ដូរទិសដៅនៃជីវិតរបស់មនុស្សម្នាក់បានទាំងស្រុងបញ្ហាប្រឈមនោះគឺយើងតែងតែផ្ដោតការយកចិត្តទុកដាក់តែលើលទ្ធផលដែលអាចមើលឃើញខណៈដែលមិនបានចាប់អារម្មណ៍ចំពោះមូលហេតុដែលយើងមើលមិនឃើញនៅពីក្រោយវាយើងឃើញចំនួនប៉ុន្តែមិនបានកត់សម្គាល់ជំនឿឬទស្សនៈដែលបានបង្កើតចំនួននោះឡើយយើងឃើញភាពជោគជ័យ
ប៉ុន្តែមិនបានដឹងអំពីផ្នត់គំនិតដែលបានគ្រប់គ្រងនិងរក្សាភាពជោគជ័យនោះឲ្យបន្តកើតឡើងមានឡើយយើងឃើញអាកប្បកិរិយាប៉ុន្តែមិនបានយល់អំពីគំនិតនិងអារម្មណ៍ដែលលាក់ខ្លួននៅពីក្រោយអាកប្បកិរិយានោះទេដូចជានាវិកដែលរៀនគោរពអំណាចនៃខ្យល់ដែលមើលមិនឃើញមនុស្សដែលមានបញ្ញាក៏រៀនសម្គាល់ការទទួលស្គាល់ការយល់ដឹងអំពីកម្លាំងមើលមិនឃើញដែលកំពុងដំណើរការនៅក្នុងខ្លួនរបស់ពួកគេផងដែរសូមជូនរឿងនិទានបុរសខ្វាក់និងដំរីមានរឿងបុរាណមួយនិយាយអំពីបុរសខ្វាក់ជាច្រើនអ្នកដែលបានជួបដំរីជាលើកដំបូងក្នុងជីវិតរបស់ពួកគេបុរសម្នាក់បានស្ទាបជើងដំរីហើយសន្និដ្ឋានថាដំរីមានលក្ខណៈដូចជាដើមឈើធំមួយបុរសម្នាក់ទៀតបានស្ទាបកន្ទុយដំរីហើយអះអាងថាដំរីមានលក្ខណៈដូចជាខ្សែពួរឬអំបោសបុរសទី3បានប៉ះផ្នែកចំហៀងរបស់ដំរីហើយប្រកែកថាវាមានសភាពដូចជាជញ្ជាំងមួយបុរសម្នាក់ទៀតបានស្ទាបត្រចៀកដំរីហើយនិយាយថាវាដូចជាផ្លិតមួយដ៏ធំបុរសម្នាក់ជឿជាក់ថាខ្លួនបានយល់ដឹងអំពីដំរីទាំងស្រុងពីព្រោះពួកគេបានស្គាល់ត្រឹមតែផ្នែកមួយនៃវាប៉ុណ្ណោះមិនយូរប៉ុន្មានពួកគេក៏ចាប់ផ្ដើមជជែកប្រកែកគ្នាម្នាក់សុទ្ធតែជឿថាការយល់ដឹងរបស់ខ្លួនគឺត្រឹមត្រូវខណៈដែលអ្នកដទៃទៀតសុទ្ធតែយល់ខុសប៉ុន្តែតាមការពិតគ្មាននរណាម្នាក់ក្នុងចំណោមពួកគេបានយល់ឃើញរូបភាពទាំងមូលនៃដំរីនោះឡើយម្នាក់កាន់កាប់បានតែផ្នែកមួយនៃការពិតប៉ុណ្ណោះរឿងនេះបានឆ្លុះបញ្ចាំងពីទំនោរធម្មតាមួយរបស់មនុស្សជាញឹកញាប់យើងតែងតែជឿថាយើងបានយល់ដឹងអំពីការពិតហើយទាំងដែលយើងកំពុងឃើញតែផ្នែកមួយរបស់វាប៉ុណ្ណោះយើងបង្កើតទស្សនៈនិងការវិនិច្ឆ័យផ្សេងដោយផ្អែកលើបទពិសោធន៍ដែលមានកម្រិតព័ត៌មានដែលមិនទាន់គ្រប់ជ្រុងជ្រោយនិងទស្សនៈផ្ទាល់ខ្លួនរបស់យើងពិភពដែលអាចមើលឃើញអាចបោកបញ្ឆោតយើងឲ្យយើងគិតថាយើងបានយល់ដឹងអំពីអ្វីៗដែលសំខាន់ទាំងអស់ទោះជាយ៉ាងណាការពិតច្រើនតែធំទូលាយនិងស្មុគស្មាញជាងការយល់ឃើញភ្លាមរបស់យើងរឿងនេះរំលឹកយើងឲ្យរក្សាភាពរាបសារដាក់ខ្លួនក្នុងការស្វែងរកការយល់ដឹងវាលើកទឹកចិត្តឲ្យយើងទទួលស្គាល់ថាប្រហែលជានៅមានទិដ្ឋភាពជាច្រើននៃជីវិតដែលយើងមិនទាន់បានឃើញឬយល់ដឹងនៅឡើយបញ្ញាពិតប្រាកដចាប់ផ្ដើមឡើងនៅពេលដែលយើងទទួលស្គាល់ថាការយល់ដឹងបច្ចុប្បន្នរបស់យើងអាចនៅមានកម្រិតមិនទាន់ពេញលេញនៅឡើយចិត្តបើកចំហនាំឲ្យមានការចង់រៀនសូត្រភាពរាបសារដាក់ខ្លួននាំឲ្យមានការរីកចម្រើនការយល់ដឹងនាំឲ្យមានការមើលឃើញកាន់តែស៊ីជម្រៅពិភពដែលមើលមិនឃើញមិនអាចត្រូវបានយល់ដឹងដោយការជឿជាក់តែមួយមុខនោះទេវាទាមទារឲ្យមានការចង់ដឹងចង់ឃើញការសង្កេតពិចារណានិងឆន្ទៈក្នុងការស្វែងយល់ឲ្យហួសពីអ្វីដែលមើលឃើញនៅលើផ្ទៃខាងក្រៅគំនិតជាថាមពលក្នុងចំណោមកម្លាំងដែលយើងមើលមិនឃើញទាំងអស់នៅក្នុងជីវិតមនុស្សគំនិតប្រហែលជាកម្លាំងដែលមានឥទ្ធិពលបំផុតជារៀងរាល់ថ្ងៃមានគំនិតរាប់ពាន់បានឆ្លងកាត់ចិត្តមនុស្សគំនិតខ្លះមានលក្ខណៈស្ថាបនាខណៈដែលមានគំនិតខ្លះទៀតមានលក្ខណៈបំផ្លាញគំនិតខ្លះជំរុញឲ្យកើតមានភាពក្លាហាននិងច្នៃប្រឌិតរីឯគំនិតខ្លះទៀតបង្កើតការភ័យខ្លាចនិងការកំណត់សក្តានុពលរបស់ខ្លួនទោះបីគំនិតមិនអាចមើលឃើញដោយភ្នែកក៏ដោយប៉ុន្តែឥទ្ធិពលរបស់វាអាចត្រូវបានសង្កេតឃើញគ្រប់នៅទីកន្លែងគំនិតដែលពោរពេញដោយក្តីសង្ឃឹមអាចជំរុញឲ្យមានសកម្មភាពគំនិតដែលពោរពេញដោយការភ័យខ្លាចអាចបិទបាំងឱកាសល្អគំនិតដែលពោរពេញដោយក្តីមេត្តាករុណាអាចពង្រឹងទំនាក់ទំនងមួយឲ្យកាន់តែរឹងមាំគំនិតដែលពោរពេញដោយការគុំគួនឬការស្អប់ខ្ពើមអាចបំផ្លាញទំនាក់ទំនងនោះបានគំនិតមានឥទ្ធិពលលើអារម្មណ៍មានឥទ្ធិពលលើអាកប្បកិរិយាមានឥទ្ធិពលលើលទ្ធផលតាមរបៀបនេះគំនិតបានក្លាយជាកម្លាំងដ៏មានអំណាចដែលកំណត់និងបង្កើតបទពិសោធន៍ជីវិតរបស់មនុស្សសូមស្រមៃថាមានមនុស្ស2នាក់កំពុងប្រឈមមុខនឹងបញ្ហាប្រឈមដូចគ្នាមនុស្សម្នាក់ចាត់ទុកស្ថានភាពនោះជាឱកាសសម្រាប់ការរីកចម្រើនចំណែកឯម្នាក់ទៀតមើលឃើញតែឧបសគ្គនិងបរាជ័យទោះបីជាស្ថានភាពខាងក្រៅដូចគ្នាក៏ដោយបទពិសោធន៍ដែលពួកគេទទួលបានអាចខុសគ្នាយ៉ាងខ្លាំងដោយសារតែគំនិតដែលពួកគេជ្រើសរើសយកមកគិតនិងរក្សាទុកក្នុងចិត្តគំនិតប្រៀបបាននឹងតម្រងមួយដែលយើងប្រើដើម្បីបកស្រាយការពិត
គំនិតមិនត្រឹមតែពិពណ៌នាអំពីពិភពលោកប៉ុណ្ណោះទេប៉ុន្តែវាជួយបង្កើតបទពិសោធន៍ដែលយើងមានចំពោះពិភពលោកនោះផងដែរនេះមិនមែនមានន័យថាគ្រប់គំនិតទាំងអស់នឹងคล้ายជាការពិតភ្លាមៗនោះទេផ្ទុយទៅវិញគំនិតមានឥទ្ធិពលលើការយល់ឃើញការសម្រេចចិត្តនិងអាកប្បកិរិយារបស់យើងដែលជាបន្តបន្ទាប់បានកំណត់លទ្ធផលជីវិតតាមរយៈពេលវេលាគុណភាពនៃការគិតរបស់យើងមានឥទ្ធិពលដោយផ្ទាល់ទៅលើគុណភាពនៃជីវិតរបស់យើងដោយហេតុនេះហើយការយល់ដឹងអំពីទម្រង់និងទម្លាប់នៃការគិតរបស់ខ្លួនឯងគឺជាជំហានដ៏សំខាន់បំផុតមួយក្នុងដំណើរការអភិវឌ្ឍខ្លួនឯងទំនាក់ទំនងរវាងពិភពខាងក្នុងនិងពិភពខាងក្រៅមនុស្សគ្រប់រូបកំពុងនៅក្នុងពិភពពីរក្នុងពេលតែមួយពិភពទី1គឺពិភពខាងក្រៅដែលរួមមានព្រឹត្តិការណ៍ស្ថានភាពមនុស្សនិងបរិស្ថានជុំវិញខ្លួនពិភពទី2គឺពិភពខាងក្នុងដែលរួមមានគំនិតជំនឿការចងចាំអារម្មណ៍និងការយល់ឃើញមនុស្សភាគច្រើនតែងផ្ដោតការយកចិត្តទុកដាក់ជាចម្បងទៅលើពិភពខាងក្រៅព្រោះវាហាក់ដូចជាជាក់ស្ដែងនិងអាចប៉ះពាល់បានជាងទោះជាយ៉ាងណាពិភពខាងក្នុងជាញឹកញាប់ជាកត្តាដែលកំណត់ថាយើងនឹងទទួលបទពិសោធន៍ពីពិភពខាងក្រៅតាមរបៀបណាមនុស្សពីរនាក់អាចជួបប្រទះស្ថានភាពដូចគ្នាប៉ុន្តែបកស្រាយវាខុសគ្នាទាំងស្រុងមនុស្សម្នាក់មើលឃើញឱកាសមនុស្សម្នាក់ទៀតមើលឃើញគ្រោះថ្នាក់មនុស្សម្នាក់មើលឃើញមេរៀនមនុស្សម្នាក់ទៀតមើលឃើញការបរាជ័យភាពខុសគ្នានេះជាញឹកញាប់មិនស្ថិតនៅលើព្រឹត្តិការណ៍នោះទេប៉ុន្តែស្ថិតនៅលើផ្នត់គំនិតនិងទស្សនៈខាងក្នុងដែលមនុស្សម្នាក់ៗប្រើប្រាស់ដើម្បីបកស្រាយព្រឹត្តិការណ៍នោះពិភពខាងក្នុងរបស់យើងប្រៀបបាននឹងកែវពង្រីកឬកញ្ចក់មួយដែលយើងប្រើសម្រាប់មើលពិភពលោកប្រសិនបើកញ្ចក់នោះត្រូវបានគ្របដណ្ដប់ដោយការភ័យខ្លាចជីវិតអាចហាក់ដូចជាពោរពេញទៅដោយការគំរាមកំហែងប្រសិនបើកញ្ចក់នោះត្រូវបានជះឥទ្ធិពលដោយការគុំគួនឬការខឹងសម្បារទំនាក់ទំនងជាមួយអ្នកដទៃអាចទទួលរងការខូចខាតប្រសិនបើកញ្ចក់នោះត្រូវបានដឹកនាំដោយការយល់ដឹងនិងបញ្ញាទំនាក់ទំនងទាំងឡាយអាចរីកចម្រើននិងរឹងមាំឡើងនេះមិនមែនមានន័យថាយើងអាចគ្រប់គ្រងព្រឹត្តិការណ៍ខាងក្រៅទាំងអស់បាននោះទេជីវិតតែងតែមានភាពមិនប្រាកដប្រជាបញ្ហាប្រឈមនិងកាលៈទេសៈមួយចំនួនដែលស្ថិតនៅក្រៅការគ្រប់គ្រងរបស់យើងប៉ុន្តែយើងមានសមត្ថភាពក្នុងការជ្រើសរើសរបៀបឆ្លើយតបចំពោះព្រឹត្តិការណ៍ទាំងនោះនៅពេលយើងយល់ដឹងអំពីពិភពខាងក្នុងរបស់ខ្លួនកាន់តែច្បាស់យើងនឹងទទួលបានសេរីភាពកាន់តែច្រើនក្នុងការប្រស្រ័យទាក់ទងនឹងការរស់នៅជាមួយពិភពខាងក្រៅការផ្លាស់ប្ដូរជីវិតជាញឹកញាប់ចាប់ផ្ដើមពីការផ្លាស់ប្ដូររបៀបនៃការយល់ឃើញធម្មជាតិគឺជាគ្រូបង្រៀនរបស់យើងធម្មជាតិបានបង្រៀនមនុស្សជាតិតាំងពីដើមកាលមកបញ្ហាមិនមែនដោយសារធម្មជាតិមិនបានបង្រៀននោះទេប៉ុន្តែជាញឹកញាប់គឺដោយសារយើងមិនបានស្ដាប់រដូវនីមួយៗសុទ្ធតែមានមេរៀនរបស់វារដូវផ្ការីកបង្រៀនអំពីការចាប់ផ្ដើមជាថ្មីរដូវក្តៅបង្រៀនអំពីការលូតលាស់និងការរីកចម្រើនរដូវស្លឹកឈើជ្រុះបង្រៀនអំពីការលះបង់និងការបញ្ចេញចោលនៅអ្វីដែលលែងចាំបាច់រដូវរងាបង្រៀនអំពីការអត់ធ្មត់ទន្លេបង្រៀនអំពីការតស៊ូនៅពេលដែលវាហូរឆ្លងកាត់ថ្មដ៏រឹងមាំដើមឈើបង្រៀនអំពីភាពរឹងមាំនិងការបត់បែនព្រោះទោះបីជាវារង្គោះរង្គើដោយព្យុះក៏ដោយក៏វានៅតែបន្តលូតលាស់ផ្កាយទាំងឡាយបង្រៀនអំពីទស្សនវិស័យដោយរំលឹកយើងអំពីទីតាំងដ៏តូចមួយរបស់យើងនៅក្នុងសកលលោកដ៏ធំធេងធម្មជាតិមិនដែលប្រញាប់ប្រញាល់ឡើយប៉ុន្តែអ្វីៗទាំងអស់នៅតែសម្រេចបានគ្រាប់ពូជមួយមិនអាចក្លាយជាដើមឈើក្នុងរយៈពេលតែមួយយប់បានទេការរីកចម្រើនតែងតែកើតឡើងជាដំណាក់កាលការអភិវឌ្ឍត្រូវការពេលវេលាគោលការណ៍ដូចគ្នានេះក៏ត្រូវអនុវត្តចំពោះជីវិតមនុស្សផងដែរមនុស្សជាច្រើនប្រាថ្នាចង់ផ្លាស់ប្ដូរខ្លួនឯងភ្លាមៗទទួលបានជោគជ័យភ្លាមៗនិងទទួលបានចម្លើយភ្លាមៗប៉ុន្តែធម្មជាតិបានបង្ហាញឲ្យយើងឃើញថាការរីកចម្រើនដែលមានអត្ថន័យច្រើនតែកើតឡើងបន្តិចម្ដងតាមពេលវេលាតាមរយៈការសង្កេតធម្មជាតិយើងរៀនជឿជាក់លើដំណើរការនៃការអភិវឌ្ឍយើងរៀនអំពីការអត់ធ្មត់យើងរៀនអំពីតុល្យភាពយើងរៀនថាដំណាក់កាលនីមួយៗនៃជីវិតសុទ្ធតែមានគោលបំណងនិងអត្ថន័យរបស់វាធម្មជាតិបានក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងការពិតអំពីខ្លួនយើងកាលណាយើងសង្កេតធម្មជាតិកាន់តែជិតស្និទ្ធនោះយើងក៏នឹងយល់ដឹងអំពីដំណើរជីវិតរបស់ខ្លួនឯងឲ្យកាន់តែស៊ីជម្រៅផងដែរ